ការនាំចូលមាសរបស់ចិនកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង2ឆ្នាំចុងក្រោយយោងទៅតាមសារព័ត៌មាន Bloomberg ការនាំចូលមាសប្រចាំខែរបស់ប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង2ឆ្នាំនៅខែឧសភាដែលបង្ហាញថាតម្រូវការមាសរបស់ប្រទេសអ្នកទិញមាសធំបំផុតលើពិភពលោកនៅតែមានភាពរឹងមាំទោះបីជាតម្លៃមាសស្ថិតក្រោមសម្ពាធក៏ដោយយោងទៅតាមទិន្នន័យគយដែលបានចេញផ្សាយកាលពីចុងសប្តាហ៍ថ្ងៃទី20មិថុនាការនាំចូលមាសរបស់ប្រទេសចិនមានប្រហែល163តោននៅក្នុងខែឧសភាដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមីនាឆ្នាំ2024មកចំណែកឯការនាំចូលសរុបក្នុងរយៈពេល5ខែដំបូងនៃឆ្នាំ2026មានប្រហែល692តោនកើនឡើងប្រមាណ 76% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនលោកសុងជាងចិនអ្នកស្រាវជ្រាវនៅស្ថាប័ន Guangzhou Southern Gold Market Academy បានឲ្យដឹងថាកត្តាសំខាន់ដែលជំរុញការកើនឡើងនេះគឺតម្រូវការមាសដុំពីសំណាក់អ្នកវិនិយោគចិននិងការទិញបែបសន្សំមាសដែលអនុញ្ញាតឲ្យអ្នកវិនិយោគអាចទិញមាសបន្តិចម្ដងដោយប្រើដើមទុនតិចតម្លៃមាសបានធ្លាក់ចុះប្រមាណ 30% ពីកម្រិតកំពូលប្រវត្តិសាស្ត្រដែលបានកត់ត្រាកាលពីខែមករាដោយសារក្តីបារម្ភអំពីអតិផរណាសកលនិងភាពតានតឹងដែលកើតចេញពីសង្គ្រាមនៅមជ្ឈមបូព៌ាតម្រូវការទិញមាសយ៉ាងខ្លាំងពីអ្នកប្រើប្រាស់ចិនគឺជាកត្តាសំខាន់មួយដែលជំរុញឲ្យតម្លៃមាសឡើងខ្លាំងនៅដើមឆ្នាំទោះជាយ៉ាងណាបន្ទាប់មកតម្រូវការក្នុងស្រុកបានថមថយបន្តិចប៉ុន្តែមិនទាន់មានការធ្លាក់ចុះខ្លាំងនោះទេបើប្រៀបធៀបនឹងការបើកផ្សារនៅដើមឆ្នាំលើសពីនេះប្រទេសចិនបានចាប់ផ្ដើមអនុវត្តប្រព័ន្ធអាជ្ញាប័ណ្ណនាំចូលមាសថ្មីចាប់ពីថ្ងៃទី1ខែមិថុនាដោយធនាគារមួយចំនួនទទួលបានភាពបត់បែននិងការរឹតបន្តឹងតិចជាងមុនយ៉ាងណាលោកសុងក៏បានបញ្ជាក់ផងដែរថាការកើនឡើងនៃការនាំចូលក្នុងខែឧសភាអាចបណ្ដាលមកពីធនាគារមួយចំនួនប្រញាប់ប្រើប្រាស់កូតានាំចូលចាស់របស់ខ្លួនឲ្យអស់មុនប្រព័ន្ធថ្មីចូលមកជាធរមានលោកសេធីរុំប្រធានស្ថាប័ន R&D នៃក្រុមហ៊ុន BFX Capital បានឲ្យដឹងថាការនាំចូលមាសរបស់ប្រទេសចិនកើនឡើង 76% បង្ហាញថាតម្រូវការមាសជារូបវន្តនៅតែខ្លាំងដោយសារប្រទេសចិនជាអ្នកប្រើប្រាស់មាសធំបំផុតរបស់ពិភពលោកដូច្នេះទិន្នន័យនេះអាចជាកត្តាគាំទ្រតម្លៃមាសក្នុងរយៈពេលមធ្យមនិងវែងប្រសិនបើតម្រូវការរបស់ចិនបន្តរឹងមាំខណៈធនាគារកណ្ដាលនានានៅតែបន្តទិញមាសនោះសម្ពាធធ្លាក់ចុះរបស់មាសអាចត្រូវបានកម្រិតបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ